Hello អ្នកគ្នាខ្ញុំគីរ៉ាអញ្ចឹងវីដេអូនេះខ្ញុំមកបរៀនអ្នកគ្នាពីរបៀបដាក់ mode skin ក៏ភ្លើង skin ស្អាតអញ្ចឹងណាអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងទៅចូលពីរបៀបដាក់បណ្ដោយដំបូងគ្នាយើងចូលមកកាន់ channel Telegram របស់ខ្ញុំមកគ្នានឹងឃើញខ្ញុំតម្លាក់ file ក្នុងហ្នឹងឲ្យគ្នាយើងអញ្ចឹងនេះយើងនឹងឃើញអា file នេះហើយខ្ញុំតម្លាក់ link channel Telegram ខ្ញុំក្នុង comment គ្នាយើងចូលមកឃើញហើយអញ្ចឹងយើងចុចលើ file ហ្នឹងឲ្យមកហើយចុចអាកន្លែងសញ្ញាព្រួយនេះគេយើងអូសទៅក្រោមបន្តិចហើយយកអាពាក្យ save to file នេះគ្នានឹងចូលទៅកន្លែង file ហើយគ្នាចុចអាពាក្យ save នោះលើហ្នឹងមកវានឹងចូលទៅក្នុង file យើងអូតូហើយតែខ្ញុំមានហើយវាចេញអក្សរអញ្ចឹងឲ្យខ្ញុំតែខ្ញុំអត់យកទៀតទេសារខ្ញុំមាន file នៅក្នុងទូរស័ព្ទខ្ញុំហើយអញ្ចឹងយើងចេញមកវិញមកយើងនឹងឃើញអាពាក្យនៅខាងលើគេនេះពាក្យ FX mode នេះអញ្ចឹងយើងចុចអាពាក្យ FX mode ហ្នឹងមកវានឹងចូលទៅក្នុង App Store ហើយអញ្ចឹងគ្នាយើង download អាកម្មវិធីនេះមកដើម្បីយើងដាក់កើតណាបើអត់មានកម្មវិធីហ្នឹងដាក់កើតទេគ្នាយើងអញ្ចឹងបើគ្នាយើងចង់ឲ្យខ្ញុំបរៀនដាក់ក្បាយតើគ្នាយើងមើលអានេះអា link ទី3នេះអារបៀបដាក់ X mode នេះខ្ញុំអត់បានបរៀនបោះក្បាយទេក្នុងវីដេអូហ្នឹងអញ្ចឹងគ្នាយើងចូលក្នុងអាកម្មវិធី proxy pin ហ្នឹងមកក្នុងកម្មវិធី proxy ហ្នឹងមកហើយគ្នាយើងចុចអាសញ្ញានេះហើយគ្នាយើងចូលអាពាក្យ script នេះមកហើយគ្នាយើងចុចអក្សរ import នៅកណ្ដាលគេនេះចុចអាពាក្យ import ហ្នឹងហើយវានឹងចេញអញ្ចឹងហើយយើងចុចយកអា file Kira mode skin ហ្នឹងមកវានឹងចូលមកកន្លែងហ្នឹងហើយអញ្ចឹងខ្ញុំមាន2អញ្ចឹងខ្ញុំលុបចោលមួយស្អីខ្ញុំធ្លាប់ដាក់បន្ទាប់ពីយើងដាក់អា file ហ្នឹងរួចហើយគ្នាយើងចេញមកវិញមកចូលក្នុង channel Telegram ខ្ញុំវិញហើយចុចអាពាក្យដាក់ ID នេះយើងចុចចូលមកហើយនេះយើងចុចអាសញ្ញា Safari នៅក្រោមហ្នឹងមកវានឹងចូលមកក្នុង Safari ហើយអញ្ចឹងគ្នាយើងចាំបន្តិចសិនសវ៉ាខ្ញុំវា slow អូខេឥឡូវវាចេញហើយនៅ slow ទៀតគ្នាវាមិនទាន់ចេញមកចាំតិចសិនគ្នាអូខេឥឡូវវាចេញហើយគ្នាយើងចុចអាក្រោមគេហ្នឹងមកវានឹងចេញពាណិជ្ជកម្មហើយគ្នាយើងអូសចោលមកគ្នាយើងចុចឲ្យលឿនណាចុចអូសចោលទៅអញ្ចឹងគ្នាយើងធ្វើតាមខ្ញុំមិនដឹងតបាន 100% ហើយគ្នាចុចទៅវាចេញពាណិជ្ជកម្មមករហូតអញ្ចឹងយើងចុចអូសចោលរហូតទៅអូខេចុចរហូតដល់វាយើងដាក់ ID ហើយយើងដាក់ ID ហើយចុចទៀតអើយសាប់មកថ្មីណាទៅបែបហើយចុចតាមខ្ញុំរហូតមកគ្នាយើងនេះឥឡូវវាចេញយើងដាក់ ID ហើយអញ្ចឹងយើងដាក់ ID យើងមកហើយចុចទៀតទៅចុចអាសញ្ញាខៀវហ្នឹងទៀតទៅវាលោតពាណិជ្ជកម្មមកទៀតហើយអញ្ចឹងយើងចុចទៅទៀតចេញមកយើងចុចអូវត្តចោលរហូតទៅចាត្រមចុចគ្នាយើងសាររបស់ free វាអញ្ចឹងហើយវាពាណិជ្ជកម្មច្រើនអញ្ចឹងហើយឥឡូវវាចូល step ទី1ហើយវាពាណិជ្ជកម្មមកទៀតយើងចុចទៀតទៅរបស់ free វាពាណិជ្ជកម្មច្រើនអញ្ចឹងហើយយើងអត់ដូចរបស់ទិញទេភាសានេះវារបស់ free អញ្ចឹងវាពាណិជ្ជកម្មច្រើនតិចហើយយើងរៀងស្មុគស្មាញតិចឥឡូវវាចូល step ទី2ហើយតោះដល់ step ទី4មិនយើងប្រើកើតគ្នាយើងចុចឲ្យអូវត្តចោលទៀតទៅចុចអូវត្តចោលវាច្រើនតង់គឺយើងឡើង4តង់ត្រមហ្នឹងគ្នាយើងដើម្បីបានលេង mode skin អញ្ចឹងណាចុចអូសវត្តចោលរហូតទៅឥឡូវវាបាន step ទី3ហើយអញ្ចឹងយើងធ្វើការចុចទៀតទៅដោយសារយើងចង់បាន mode skin លេងយើងត្រូវតែទ្រាំតិចហើយឥឡូវគឺថាយើងចិត្តលេង mode skin យើងបានហើយខ្វះតែមួយ step ទៀតទេគ្នាយើងតោះឥឡូវខ្ញុំខ្ជិលញើច្រើនណាចុចអូសចោលដែលនឹងគ្នាយើងអត់មានអីញញ៉ៃផងចុចអូសចោលទៅតោះតែវាឲ្យយើង verify ទៅមិនយើងអាចលេងកើតអញ្ចឹងឥឡូវវាឲ្យខ្ញុំ verify បានហើយអញ្ចឹងវាប្រាប់ខ្ញុំថាខ្ញុំអាចលេងបាន1ម៉ោង10នាទីអញ្ចឹងបន្ទាប់ពីយើង verify វាហើយគ្នាយើងចុចចេញពីក្នុង Safari យើងមកចូលទៅក្នុងកម្មវិធី proxy យើងមកហើយគ្នាយើងដាក់ script មិញ script ដែលខ្ញុំឲ្យដាក់ហ្នឹងដាក់ហើយគ្នាយើងចុចបើកដំណើរការវាមកយើងចុចតាមខ្ញុំមកនេះចុចអាសញ្ញាហ្នឹងហើយចុចឲ្យវាដំណើរការហើយគ្នាយើងចេញពីក្នុងកម្មវិធី proxy យើងមកហើយយើងចូល pre-file យើងមកចាំអ៊ុតមើលឲ្យគ្នាជាមួយដែរយើងអាចលេងកើតឬក៏អត់ខ្លាចអ្នកគ្នាថាខ្ញុំបោកអីចឹងណាចាឥឡូវចូលមើលឲ្យគ្នាអូខេឥឡូវវាពងចូលក្នុងហ្គេមអ្នកគ្នាចាំអ៊ុតមើលឲ្យគ្នាចាំមើលថាយើងអាច hack បានឬក៏អត់ចាំទស្សនាឲ្យគ្នាឥឡូវវាកំពុងតែទៅការចូលទៅក្នុងហ្គេមហើយអូខេឥឡូវយើងចូលក្នុងហ្គេមវានឹងលោតអាសញ្ញានេះហើយអញ្ចឹងវាលោតអាសញ្ញា Happy Birthday ហ្នឹងបានន័យថាជោគជ័យគ្នាយើងនេះខ្ញុំគាត់ជិះឃើញនេះ
nhom miền skin miền ấy và làm bầy hay miền vi miền ấy vì riêng keng cho dừng riêng cứ dòng mồm mồm keng lăng nhom trên này nhom iPhone đã muối ra nơi ta keng chân khi còn chỉ khơi như này cả ai miền crop shop cả tranh thông mây cả richa season 1 season 2 miềnទាំងអស់ហើយមាន5ហើយ8ខ្ញុំមើលតែពេជ្រទៅដឹងហើយពេជ្ររាប់លានណាចាយអត់អស់ពេជ្រយើងចូលមកកិនមើល skin ភ្លើងគឺមានគ្រប់សេរីភ្លើងអីក៏មានដែរសេរីចាស់ក៏មានសេរីថ្មីក៏មានដែរហើយ style mix style អីមានទាំងអស់ហើយពេជ្រអ្នកនេះកុំថាទិញអីអត់បានណាពេជ្រទិញបានណាតែទិញបានមើលឃើញតែយើងហើយបើ style ជាងចូលវគ្គtraining វគ្គរត់លេងហ្នឹងយើងដាក់អួតគេបានណា style តែជាអាម៉ូតហ្នឹងដាក់ទៅបាញ់គេងាប់តិចនេះយើងបើចង់ដាក់បាញ់គេងាប់លេងទៅបែនយើងអញ្ចឹងអាហ្នឹងបានតែដាក់អួតគ្នាទេយើងមិនគ្នាអីអួតអញ្ចឹងណាយើងចូលលេងវគ្គ training វគ្គរត់លេងអីដាក់អួតគេបានតែបើដាក់ឲ្យបាញ់គេងាប់អាហ្នឹងបែនលេងទៅបែនអញ្ចឹងឥឡូវខ្ញុំយកពេជ្រមកទិញឲ្យអ្នកគ្នាមើលទិញបានគ្រប់ឈុតទិញឈុតណាក៏បានដែរទិញនឹងលុយបានទៀតយើងតែដល់ពេលតែអស់ម៉ោងដែលវាត្រូវយើងលេងហ្នឹងគឺថាខនយើងគឺកតោបវិញធម្មតាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ link ហើយ file mode skin អីខ្ញុំដាក់ក្នុង channel Telegram ខ្ញុំហើយ link channel Telegram ខ្ញុំនៅខាងក្រោម comment